សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្សែប្រហែលថ្ងៃមុន Mobile Legends បានទម្លាក់ rank យើងដើម្បីចាប់ផ្ដើម season ម្ដងទៀតដូច្នេះហើយមិនថា rank យើង Legend Mythic Glory Mythic Immortal ទេគឺនឹងធ្លាក់មកនៅ Epic ទាំងអស់គ្នាហើយចំណែកឯអ្នក rank Epic season មុនក៏នៅតែ Epic ដែរនៅក្នុង Mobile Legends នេះ rank Epic ចាប់ទុកថាជា rank ទូជាងគេហើយអ្នកចេះលេងល្មមៗគឺត្រឹម Epic នឹងឯងអញ្ចឹងហើយការសើចប៉ះគ្នាអ្នកចេះលេងនិងមិនចេះលេងគឺនៅជាមួយគ្នាទាំងអស់ដូច្នេះហើយសម្រាប់អ្នកដែលលេង solo ពួកគាត់ពិបាកលេងខ្លាំងណាស់ព្រោះអីគាត់ធ្លាប់តែលេងនៅក្នុង rank Legend rank Mythic ពួកគាត់លេងអាចប៉ះគ្នាចេះលេងប៉ុន្តែសម្រាប់ rank Epic អ្នកខ្លះគាត់មិនសូវចេះលេងទេអញ្ចឹងហើយក្នុងការលេងនៅក្នុង up rank គឺពិបាកក្នុងការឡើងមែនទែននៅក្នុងថ្ងៃនេះខ្ញុំចង់ប្រាប់និង recommend hero ខ្លះសម្រាប់អ្នកដែលលេង solo យើងនឹងស្រាប់ហើយយើងលេង solo ប៉ះអ្នកខ្លាំងក៏អាចឈ្នះទៅប៉ះអ្នកខ្សោយក៏មិនងាយឈ្នះដែរប៉ុន្តែសម្រាប់ hero ដែលខ្ញុំ recommend ប្រាប់អ្នកទាំងអស់គ្នាអាចជួយអ្នកទាំងអស់គ្នាអាចឲ្យឡើង rank បានខ្លះដែរអញ្ចឹងចង់ដឹងថា hero ឯខ្លះតោះទៅមើលទាំងអស់គ្នាជាដំបូងយើងត្រូវយល់អំពី hero ក្រៅផាច់នៅក្នុងផាច់សិននៅក្នុង Mobile Legends hero ទាំងអស់ហ្នឹងមិនមែនដើម្បីគាត់ថេទេដើម្បីគាត់គឺឡើងតាមផាច់និងចុះតាមផាច់ដែរដូចជានៅផាច់ខ្លះគេនៅ hero ហ្នឹងគេដក damage hero ហ្នឹងគេដក cooldown hero ហ្នឹងចំណែកឯនៅក្នុងផាច់ខ្លះគេបើ hero ហ្នឹងគេបូក damage hero ហ្នឹងនិងគេបូក cooldown hero ហ្នឹងអញ្ចឹងហើយផាច់ខ្លះ hero ហ្នឹងខ្លាំងផាច់ខ្លះក៏ hero ហ្នឹងខ្សោយដែរហើយនេះគឺជា hero ក្នុងផាច់មានដូចជា Phasa Brody Johnson Akai Natalia Meletor Chip Eldora និង Ogre ជាដើមហ្នឹង hero ទាំង9ហ្នឹងនៅក្នុង season ហ្នឹងអ្នកទាំងអស់គ្នាអាចដកមួយដើម្បីយកមកលេងបានព្រោះថាគេបានបើ hero ទាំង9នេះដើម្បីឲ្យងាយស្រួលលេងនៅក្នុង season ហ្នឹងហើយនេះគឺជា hero ក្នុងផាច់តោះឥឡូវយកមកមើល hero ក្រៅផាច់វិញ hero ក្រៅផាច់នេះខ្ញុំចាប់ទុកថាជា hero មួយដែលគេមិនបានបើហើយក៏គេមិនបានnerfដែរឬក៏ hero ខ្លះគេបាន nerf ដែរតែយើងអាចលេងបាននៅក្នុងការជ្រើសរើសលេង solo គឺខ្ញុំ recommend អ្នកទាំងអស់គ្នាឲ្យលេងតែ2 role ប៉ុណ្ណោះដើម្បីងាយស្រួលលេង role ទី1គឺ fighter role ទី2គឺ MM ចំណែកឯ jungle គឺយើងមិនបាក់លេងក៏បានដែរព្រោះថា jungle ពេលខ្លះយើងខ្លាំងដែរបើ MM យើងខ្សោយទោះបីយើងលេងខ្លាំងប៉ុណ្ណាក៏នៅតែចាញ់គេអញ្ចឹងប៉ុន្តែបើគ្នាយើងអត់ចេះលេង jungle ហើយយើងចេះលេងយើងអាចលេងបានហើយសម្រាប់ការដើរលេង jungle និងការលេង jungle ខ្ញុំនឹងធ្វើវីដេអូ recommend មួយសម្រាប់អ្នកទាំងអស់គ្នាផងដែរឥឡូវយើងមកនិយាយអំពី hero របស់យើងវិញខ្ញុំនឹងនិយាយអំពី fighter មុននៅក្នុង hero fighter នេះខ្ញុំ recommend អ្នកទាំងអស់គ្នាឲ្យយក hero fighter ណាដែល rotate លឿនចូល team fight បាននិង push lane បាននៅពេលដែលយើងលេង fighter ពេលយើងប៉ះ team ខ្លាំងយើងត្រូវតែ rotate ចូល team fight ប៉ុន្តែបើសិនជាយើងលេងប៉ះ team on វិញអាហ្នឹងយើងគួរតែលេងរបៀបបែបលួចផ្ទះរបៀបបែប push វិញព្រោះអីបើសិនជាយើងចូល team fight ច្រើនអាចខាតអញ្ចឹងហើយគោលយល់ល្អយើងគួរតែលេង push ហើយ hero ដែលអាចចូល team fight បាន push បាននោះមានដូចជាសុនឈូមេសថានិងប៉ាដាងសម្រាប់ hero ទាំង4នេះអ្នកទាំងអស់គ្នាអាចសាកលេងបានតោះឥឡូវយើងមកមើល MM យើងវិញយើងនឹងស្រាប់ហើយ hero MM គឺជា hero មួយសំខាន់នៅក្នុងពេល late game អញ្ចឹងហើយសម្រាប់អ្នកទាំងអស់គ្នាលេង solo អ្នកទាំងអស់គ្នាអាចសាកលេង MM បានតែបើថាយើងអត់ចេះលេងទេកុំលេងល្អជាងព្រោះអី game ឈ្នះនិងចាញ់គឺអាស្រ័យនៅលើ MM មែនតើហើយសម្រាប់អ្នកលេង solo បើយើងបានលេង ROM MM យើងគួរតែរើស hero ទាំង4នេះមានដូចជា Bruno Irisa Nathan និង Clean ហេតុអីខ្ញុំ recommend hero 4នេះសម្រាប់អ្នកទាំងអស់គ្នាដោយសារ hero ទាំង4នេះយើងអាចលេង solo lane បានទោះបីជាគ្មាន tank ក៏ដោយយើងនឹងស្រាប់ហើយសម្រាប់យើងលេង solo បើសិនយើងលេង MM គឺសំខាន់ជាងគេទៅលើ tank នឹងឯងអញ្ចឹងហើយបើសិន tank អត់មកជួយយើង tank អត់ខ្វាយខ្វល់ពីយើងគឺពិបាកមែនទែនក្នុងការដើរ lane អញ្ចឹងហើយសម្រាប់ hero ទាំង4នេះយើងអាចលេង solo ទោះបីជាអត់ tank ក៏ដោយឥឡូវយើងមើលសាក់មើល Bruno អាចឈោតទាត់ក្នុង turret បាន Irisa អាច clear lane បានសម្រាប់ Nathan វិញគឺ perfect តែម្ដងEarly มันមាន damage មែនប៉ុន្តែយើងអាចរងចាំទៅដល់ late game នៅពេលទៅដល់ late game ហើយ Nathan គឺត្រូវការតែ possession សម្រាប់ការឈរប៉ុណ្ណោះគឺ perfect ហើយសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នេះបើអ្នកទាំងអស់គ្នាមានចម្ងល់អាចសាកសួរខ្ញុំបានអរគុណ